ជំរាបសួរសួស្តីអ្នកទាំងអស់គ្នា Welcome to Stationery Stationery ចែករំលែកបទពិសោធន៍ with me អាទិត្យនេះសប្តាហ៍នេះ Stationery គឺរៀងពិសេសបន្តិចចំអេពីសូត25ដែលលេខដែលខ្ញុំចូលចិត្តជាងគេហើយចំថ្ងៃសិទ្ធិនារីទៀតអញ្ចឹងយើងត្រូវមានអី special ហើយ traditional តិចចឹងណាហើយថ្ងៃនេះក៏យើងមានបងស្រីម្នាក់ដែលគាត់នឹងចូលខ្លួនមកចែករំលែកបទពិសោធន៍ដែលល្អហើយគាត់ក៏ដូចជាបងស្រីបង្កើតខ្ញុំដែរអញ្ចឹងខ្ញុំចង់ឲ្យគាត់មកប្រាប់ពីបទពិសោធន៍ដែលគាត់បានជំរាបដល់ខ្ញុំក៏ដូចជាចង់ចែកម្លែកដល់អ្នកនរគ្នាចឹងសួស្តីបងស្រីជំរាបសួរបងជំរាបសួរចាបងណែនាំខ្លួនឲ្យទស្សនិកជនគាត់ស្គាល់ផងចាជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះហងវត្ថាគឺជាអគ្គនាយិកានៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកសាឡនស្នាដៃនារីខ្មែរសាឡនហើយក៏ជាស្ត្រីម្នាក់នៅក្នុងក្រុមគ្រួសារដែលបានលើកស្ទួយវិស័យសាឡនឲ្យមានឈ្មោះបោះសម្លេងរហូតដល់បច្ចុប្បន្នផងដែរចាអញ្ចឹងមិនស្អាតទេបងផ្លឹងហ្មងតាមពិតថ្ងៃហ្នឹងអ្នកអរគ្នាបើគាត់អត់ពាក់ខ្មែរខ្ញុំអត់ពាក់ដែរតាមពិតបានបងឯងអរគុណណាបងអរគុណបើថាអូបើស្លាញ់ខ្មែរខ្ញុំគ្រាន់លឺមែនតាខ្ញុំចេះនិយាយថាខ្ញុំស្លាញ់ខ្មែរតែអត់អាចពាក់បានពាក់ឈុតខ្មែរចូលកម្មវិធីសោះអញ្ចឹងថ្ងៃនេះលះហ្មងបងស្អាតជាងគេមកអេពីសូតអូខេអញ្ចឹងបងចង់សួរបងឥឡូវដូចអាជីវកម្មរបស់ថ្ងៃមិនដែរសំប្រកបរីកទៅចម្រើនទៅមុខអីរីកចម្រើនច្រើនចាមានប៉ុន្មានសាខាដែរបងថ្ងៃរហថ្ងៃនេះដូចជា40ជាងណាវ៉ាវច្រើនណាបងអញ្ចឹង40ជាងហ្នឹងសិតតែបងអ្នករៀបចំចេញមកទាំងអស់ទៅឯងបងមានតាមតំបន់កាន់ផ្សេងគ្នាតែក្រោមការដឹកនាំរបស់បងផ្ទាល់វ៉ាវអញ្ចឹង40កន្លែងខ្ញុំគិតតែមួយកន្លែង5នាក់បានហើយអញ្ចឹងបងកូនចៅច្រើនណាស់បាយចែកពេលវេលាមិនខ្លះទៅការរៀបចំពេលវេលាបើនិយាយពីការចាប់ផ្ដើមដំបូងវាពិបាកកិច្ចញ៉ាញ់ខួរក្បាលហ្មងក៏ប៉ុន្តែដោយសារតែការធ្វើរាល់ថ្ងៃទៅជាមេរៀននិងបទពិសោធន៍ធ្វើឲ្យបងថ្នឹកមួយការងារហ្នឹងអញ្ចឹងក៏បានបែងចែកជាតំបន់នីមួយគួរធ្វើបែបណាដល់ពេលយើងរៀបចំហើយយើងនៅតែកែសម្រួលបន្តិចបន្តួចទេតែដំបូងពិតជាគេហៅថាកញ្ញាញ់ខ្លាំងហ្មងចាកញ្ញាញ់ខ្លាំងមកខ្ញុំគ្រាន់ស្ដាប់ឮ40កន្លែងខ្ញុំរៀងកៀងនៅចំយ៉ាព្រោះពីមុនមកខ្ញុំមិនដែរបានសួរបងរឿងថាបងមានប៉ុន្មានកន្លែងខ្ញុំគ្រាន់ដឹងថាបងមានច្រើនតែអត់ដែរដឹងទេហើយ40កន្លែងមាននៅទីក្រុងខេត្តដែរត្រូវទេបងមានទូទាំងប្រទេសកម្ពុជារបស់យើងចាអូខេវ៉ាវអញ្ចឹងមកន័យថាស្ដាប់មកអ្នកទាំងអស់គ្នាដូចបងឮអីបងឮខ្លួនឯងដែរថាគ្រាន់តែឮមកយើងដឹងថាខ្លួនឯងរឹងមាំខ្លាំងប៉ុណ្ណាទេបងចាហើយដូចខ្ញុំជួបបងដំបូងអញ្ចឹងfirst impression មកថាអារម្មណ៍ទី1ដែលខ្ញុំជួបបងគឺខ្ញុំថាបងនឹងកាចបងនឹងខ្លាំងអត់បានទេអត់ហ៊ាននិយាយមួយគាត់ទេអារម្មណ៍ពិតហ្មងអញ្ចឹងតើបងគិតថាខ្លួនឯងជានារីដែលឯករាជ្យភាពនឹងខ្លាំងអញ្ចឹងមែនអត់សម្រាប់បងពិតជាទទួលបានថាខ្លួនឯងមានធម៌ពលខ្លាំងហើយមានឯករាជ្យភាពក៏ប៉ុន្តែក៏មានចំណុចខ្លះណាក៏យើងមានការទន់ភ្លន់ផងដែរអូខេអញ្ចឹងតកតងដល់ឯករាជ្យភាពថ្ងៃហ្នឹងចំ topic យើងហ្មងខ្ញុំចង់សួរបងថាតើបងឲ្យនិយមន័យឯករាជ្យភាពនារីរឹងមាំបែបណាដែរសម្រាប់បងផ្ទាល់ពាក្យឯករាជ្យគឺជាការដែលអាចសម្រេចចិត្តធ្វើអ្វីមួយបានដោយច្បាស់លាស់និងជាក់លាក់ដែលពិតប្រាកដមួយហើយការឯករាជ្យនេះមិនមែនចេះតែសម្រេចចិត្តទៅធ្វើអ្វីមួយដែលប៉ះពាល់ទៅដល់អ្នកដទៃទេសម្រាប់បងផ្ទាល់ហើយពាក្យថារឹងមាំគឺជាពាក្យមួយដែលសំដៅទៅលើពាក្យដែលបងតែងតែប្រាប់ខ្លួនឯងខ្ញុំរឹងមាំស៊ូវាមិនមែនជាពាក្យរឹងមាំទៅជាចចេះទេចារុះបងចាទៅជាចចេះឬក៏រឹងរុះបើសម្រាប់បងយមន័យពាក្យរឹងមាំគឺជាពាក្យដែលខំប្រឹងតស៊ូហើយពាក្យស៊ូសម្រាប់បងដែលបងប្រើសម្រាប់ខ្លួនឯងផ្ទាល់ចុះបើដូចគេចេះតែច្រឡំថាមិនគេខ្ញុំហ្មងចេះច្រឡំថារឹងមាំមួយរឹងក្បាលវាខុសគ្នាមិនដែរបងមកអាចបងអាចញែកអាហ្នឹងឲ្យដាច់ឲ្យយល់តិចបានទេសម្រាប់បងរឹងមាំនិងគេហៅថារឹងរុះចាខុសគ្នាពេលខ្លះគាត់ប្រកាន់គោលការណ៍របស់គាត់ដោយគាត់អត់ទទួលស្ដាប់មតិយោបល់របស់អ្នកណាត្រូវចាដល់ពេលអញ្ចឹងទៅគាត់គិតថាគាត់នឹងរឹងមាំហីគាត់មានឯករាជ្យទៅធ្វើរឿងនឹងហេតុអីឲ្យគាត់សម្រេចចិត្តបាន
តែកុំភ្លេចថានៅក្នុងរង្វង់គ្រួសាររបស់ពួកយើងទាំងអស់គ្នាមានបងមានប្អូនមានម្ដាយឪពុកពេលខ្លះគាត់ឃើញធ្វើរឿងហ្នឹងទៅវាមិនសមប្រកបឬក៏វាមិនត្រូវដូច្នេះហើយគាត់ក៏ចែកម្លែកឬក៏ណែនាំយើងថាអាហ្នឹងវាមិនល្អវាមិនគួរធ្វើទេដល់ទៅពេលខ្លួនឯងហ្នឹងក៏មានអារម្មណ៍មួយថាអូខ្ញុំអត់មានសេរីភាពទេតែងតែមានការគៀបសង្កត់ពីពួកគាត់ខ្ញុំត្រូវតែធ្វើអ្វីដែលខ្ញុំចង់ធ្វើវាមិនមែនថាគ្រប់ពេលដែលចង់ធ្វើនៅអ្វីដែលខ្លួនឯងធ្វើហ្នឹងវាគឺជាសេរីភាពឬក៏រឹងមាំទេវាពេលហ្នឹងវាអាចទៅជាចចេះក៏ថាបានគេហៅថារឹងរូសនិយាយចាស់ក៏ថាស្មាតោះណាបងនិយាយពាក្យហ្នឹងណាចារឹងក្បាលនិយាយស្ដាប់គ្នាមិនបានសោះខ្ញុំនឹងអាចពេលខ្លះណាចាអូខេដល់ពេលបងនិយាយអញ្ចឹងខ្ញុំពងព្យាយាមយល់ពីអត្ថន័យវាដែរដូចបងនិយាយមិញបងថារឹងមាំគឺស៊ូអញ្ចឹងបងអាចសកត់ឲ្យជ្រៅទេស៊ូរបៀបមិនបានន័យថាមិនដែររបៀបថាយើងជួបបញ្ហាយើងមិនយើងធ្វើមិនឬក៏បងចង់ធ្វើអីមួយបងធ្វើមិនដែរពាក្យដែលស៊ូរបស់បងសង្កត់អត្ថន័យធ្ងន់ថាគ្មានអីដែលខ្ញុំមិនអាចធ្វើបានរាល់អ្វីដែលខ្ញុំចង់ខ្ញុំត្រូវការវាស្ថិតនៅក្នុងចិត្តគំនិតនិងអារម្មណ៍របស់ខ្ញុំថាខ្ញុំត្រូវទៅធ្វើវាឲ្យបាន 100% ចានឹងគឺសំដៅទៅលើការតស៊ូគ្រប់អ្វីទាំងអស់ដែលចង់បានអត់អាចបានក្នុងមួយប្រព្រឹត្តភ្នែកអញ្ចឹងត្រូវការពេលវេលាត្រូវការ space ចានេះគឺជាអ្វីដែលបងដាក់យមន័យរឹងមាំគឺជាស៊ូអូខេពង process បងពងតាស្រូបចូលអូខេរៀងបងស្ដាប់លើបងនិយាយហើយឃើញខ្លួនឯងដែរឃើញណាសុំអញអត់ដងដូចធ្វើអីបញ្ញាប់ហើយចង់បានអីធ្វើហឹងក្បាលហ្មងគិតទៅវាថាអត់ទេចង់បានអាហ្នឹងត្រូវធ្វើហ្នឹងអត់ស្ដាប់គេអាហ្នឹងចូលហឹងក្បាលបងណែពេលខ្លះតាក់ទងជាមួយនឹងឆន្ទៈរបស់ខ្លួនឯងដែរឬក៏គោលបំណងដែរដោយសារតែពេលខ្លះបងក៏ធ្លាប់ទទួលអារម្មណ៍បែបហ្នឹងដែរនៅពេលដែលបងចង់ធ្វើអីមួយกับបងនៅក្មេងណាបងចង់ធ្វើរឿងហ្នឹងមួយម្ដាយគាត់ប្រាប់ថាធ្វើទៅត្រូវប្រយ័ត្នណាកូនមានន័យថាគាត់ support ឲ្យយើងហ្នឹងឲ្យបងហ្នឹងប្រយ័ត្នខ្លួនឯងហើយមួយទៀតគាត់ប្រើពាក្យថាកុំធ្វើហ្នឹងណានឹងអាចនឹងបងធ្វើទៅក៏ទៅជាមានបញ្ហាដែរមួយវិញទៀតវាមានគេហៅថាទីតាំងផ្សេងគ្នាមួយវិញទៀតបងមើលឃើញឧទាហរណ៍ថាបងមើលឃើញ business កន្លែងនេះមួយល្អដល់ទៅពេលអញ្ចឹងគាត់ប្រាប់ថាកុំទៅប្រហែលជាមិនល្អអីអញ្ចឹងណាហើយពេលខ្លះទៅក៏ទទួលខ្លួនឯងថាមានឆន្ទៈមួយឬក៏គោលបំណងមួយដែលពិតប្រាកដថាខ្ញុំអត់ខ្វល់ហើយខ្ញុំទៅធ្វើរឿងហ្នឹងអាហ្នឹងក៏មិនមែនជាការដែលគេហៅថារឹងរូសឬក៏ចចេះទេវាអាចនឹងការសមើមើលគេហៅចក្ខុវិស័យមើលឃើញគិតថាមានផលប្រយោជន៍សម្រាប់ខ្លួនឯងដែរក៏ទៅធ្វើអញ្ចឹងក្នុងពីរហ្នឹងវាមានបញ្ហាលាក់បាំងនិងផលប្រយោជន៍លាក់បាំងខុសគ្នាបើសិនជារឹងរូសអាចនឹងមានបញ្ហាលាក់បាំងនៅពីក្រោយវាច្រើនចាហើយមួយទៀតបើសិនជាស្ថិតនៅក្នុងភាពរឹងមាំដែលបងហៅថាស៊ូហ្នឹងគឺវាមានផលប្រយោជន៍នៅពីក្រោយហ្នឹងវាវែងឆ្ងាយនៅក្នុងហ្នឹងដែរអូខេហ្នឹងសម្រាប់បងទទួលបានពីខ្លួនឯងអូខេបើអីដែលខ្ញុំស្ដាប់ពីបងមកខ្ញុំទទួលបានគឺវាស៊ីសងលើឆន្ទៈរបស់យើងហើយនឹងមួយទៀតអកប្បកិរិយារបស់យើងដែរត្រូវទេបងអូខេយល់អញ្ចឹងមានថាឆ្លុះបញ្ចាំងថាដូចខ្ញុំអីដែលខ្ញុំសួរវាយខ្ញុំគិតមិញហ្នឹងគឺពីមុនមកគឺខ្ញុំរឹងក្បាលអត់មានរឹងមាំទេគឺរឹងក្បាលសុទ្ធហ្មងគឺពួកអីចង់ធ្វើអីចង់តែឈ្នះហេគឺអត់តែអាឆន្ទៈយើងមិនមែនថាចង់ធ្វើវាដើម្បីឧទាហរណ៍ដូចបងនិយាយចឹងជាក្រុមមួយក្រុមគ្រួសារមួយមិនមែនចង់ដើម្បីទាំងគ្រួសារទាំងមូលទេឲ្យគេសប្បាយចិត្តឬក៏សប្បាយចិត្តជុំគ្នាគឺគ្រាន់តែចង់ឈ្នះប្រាប់គេថានេះអញធ្វើបានហើយអញ្ចឹងអាហ្នឹងវាចូលរឹងក្បាលហើយវាមិនមែនឈ្នះទាំងព្រមហ្នឹងហើយវាមិនមែនឈ្នះទាំងព្រមអញ្ចឹងយើងគ្រាន់តែរកវិធីគ្រប់យ៉ាងមកធ្វើដើម្បីឲ្យឈ្នះចិត្តគេអាហ្នឹងគេឈ្នះចិត្តគេបងឃើញខ្លួនឯងមិនតង់ទៀតទេអូខេអញ្ចឹងបកទៅក្រោយតិចមិញបងនិយាយពីឯករាជ្យភាពអញ្ចឹងដូចបងនារីរឹងមាំឯករាជ្យគ្រាន់តែឃើញមកគឺដឹងថាមានអំណាចហ្មងអញ្ចឹងតើបងរក្សាតុល្យភាពមិនរវាងឯករាជ្យភាពជាស្ត្រីខ្លួនឯងនិងជាមួយគ្រួសារព្រោះធម្មតាបងចូលដល់គ្រួសារបងក៏ជាមេដាម្នាក់ក៏ជាប្រពន្ធដ៏ល្អម្នាក់ក៏ជាកូនប្រសារកូនបកើតម្នាក់ដ៏ល្អដែរអញ្ចឹងបងធ្វើមិនដើម្បីកុំឲ្យអាភាពរឹងមាំយើងខាងក្រៅវាជះឥទ្ធិពលដល់គ្រួសារយើងដែរបង
សម្រាប់បងផ្ទាល់គឺជាការដែលយល់ព្រមទៅគេបើនិយាយមួយគេហៅប្រទៀបខ្លួនចាដាក់ខ្លួនចាទៅស្និទ្ធស្នាលជាមួយនឹងមនុស្សនៅជុំវិញខ្លួនហើយចេះបែងចែកចាបែងចែកចេះដឹងថាអូពេលនេះម៉ោងដែលខ្ញុំនៅកន្លែងធ្វើការឬខ្ញុំកំពុងតែធ្វើការធ្វើការហ្នឹងឲ្យដឹងខ្លួនឯងថាត្រូវមើងម៉ាត់ឬក៏ត្រូវរបៀបថាបដូរខ្លួនឯងទៅបែបណាដើម្បីជាការជំរុញទី2នៅពេលដែលចប់ការងារនឹងហើយត្រឡប់មកផ្ទះវិញពេលដែលមកផ្ទះវិញច្បាស់ហើយមានស្វាមីជាទីស្រឡាញ់គាត់ពិតជាត្រូវការស្នាមញញឹមរបស់បងណានៅពេលដែលបងបើកឡានមកដល់ផ្ទះបងមានអារម្មណ៍ថាហត់នឿយបែបណាក៏ដោយចាប់ប្រាំងវឹបកាច់សោឡានវឹបណាត្រូវតែប្រាប់ខ្លួនឯងថាខ្ញុំមកដល់ផ្ទះហើយណាមកដល់ផ្ទះហើយជាកន្លែងដែលកក់ក្ដៅបងនិយាយទៅអ៊ូលដើមកខ្លួនឯងណាអញ្ចឹងខ្ញុំមានកូនខ្ញុំមានម្ដាយអញ្ចឹងអត់អាចយកអារម្មណ៍នៅកន្លែងធ្វើការមកបានជាដាច់ខាតវាគឺជាការប្រែប្រួលមួយភ្លាមហ្មងបដូរពីមនុស្សផ្សេងភ្លាមអញ្ចឹងសម្រាប់បងពេលខ្លះគ្រូសាបងគាត់ថាតម្លាក់ខ្លះទៅអូនបងឃើញអូនឯងហត់តែបងប្រើពាក្យមួយគាត់ថាពីម៉ោង8ព្រឹកដល់ម៉ោង5ល្ងាចអូន crazy with work ពីម៉ោង5ល្ងាចរហូតដល់ម៉ោង11យប់ crazy with family នឹងបងបែងចែកអញ្ចឹងហើយកាន់តែសំខាន់មួយទៀតឯករាជ្យនៅក្នុងក្រុមគ្រួសារមិនមែនបងទៅសម្រេចចិត្តទេគឺបងជជែកជាមួយស្វាមីជាទីស្រឡាញ់ព្រោះគាត់ជាឪពុកហើយគាត់ក៏ជាកូនដែរជជែកមួយគាត់ថាបងចង់ញ៉ាំអីទៅថតរឿងទូចមួយណាទី2បងចង់ជូនកូនទៅណាអត់អញ្ចឹងគាត់ប្រាប់អូនសួរកូនមើលកូនទៅចង់ទៅអត់ទី3ជជែកចិត្តនឹងចិត្តពីអ្នកគាត់ចាពេលខ្លះបើសិនជាមានអារម្មណ៍អត់សុបាយចិត្តត្រូវនិយាយមួយគាត់ភ្លាមថាអូនអត់សុបាយចិត្តរឿងនេះមួយពេលខ្លះគាត់ support បានច្រើនណាព្រោះស្វាមីគឺជាបុរសម្នាក់ដែលអាចដើរតួជាឪពុកចាដើរតួជាមិត្តភក្តិក៏ដើរតួជាសហការីដែរចាហើយបងក៏ជាសហការីគាត់ដូចគ្នាដែរអញ្ចឹងសម្រាប់បងធ្វើខ្លួនជាមួយនឹងគាត់គឺបើកចំហស្មោះមួយគាត់ក្នុងក្រៅត្រូវទៅមួយចាគឺទៅជជែកហ្នឹងគឺទម្លាក់បើសិនជាយើងអត់ទម្លាក់ខ្លួនអត់ប្រទៀបខ្លួនច្បាស់ជាគាត់ប៉ះអត់បានត្រូវបងត្រូវចាហ្នឹងសម្រាប់បងផ្ទាល់អូខេខ្ញុំចាប់អារម្មណ៍បងបានមួយម៉ាត់បងថាបងមកដល់ផ្ទះបងត្រូវផ្លាស់ប្ដូរភ្លាមចាអាពាក្យហ្នឹងបើសិនអ្នកដែលធ្លាប់ធ្វើក៏អត់គិតថាវាបែកជាពិសេសដូចខ្ញុំ feel បងហ្មងបងគាត់និយាយពាក្យមកហ្នឹងមកខ្ញុំមានអារម្មណ៍ថាខ្ញុំចាប់បានកន្លែងហ្នឹងតើពីដំបូងមកវាបាក់មិនខ្លះខ្ញុំចង់ដឹងណាហើយបងធ្វើមិនដើម្បីឲ្យខ្លួនឯងមកផ្លឹបមកធ្វើចឹងបានណាដើម្បីធ្វើបែបនេះបានគឺបងមើលឃើញពីតម្លៃរបស់ពួកគាត់អូខេនៅពេលដែលបងរៀបការចាបងរៀបការហើយខាងនៅព្រះវិហារគាត់សួរចាតើស្ម័គ្រចិត្តយកបរិសម្នាក់នឹងអត់ចាទោះជាមានឈឺស្កាត់ឬក៏ជួបការលំបាកបែបណាតើស្ម័គ្រចិត្តកាន់ដៃបរិសម្នាក់នឹងអត់ចាអញ្ចឹងនៅពេលដែលបងយល់ព្រមយកគាត់ជាស្វាមីពេលហ្នឹងបងអត់ទាន់ដឹងភាពចាស់ទុំនៅក្នុងខ្លួននេះអូខេតែនៅពេលដែលបងដំណើរជីវិតពីមួយថ្ងៃទៅមួយថ្ងៃចាបន្តិចម្ដងរហូតដល់បងយល់ថាតាមពិតភាពចាស់ទុំនេះឯងដែលធ្វើឲ្យខ្ញុំនឹងចេះបដូរអិរិយាបថភ្លាមអូខេនៅពេលដែលយើងនៅក្មេងគឺអត់ខ្វល់អ្នកណាខ្វល់ពីខ្លួនឯងរឹងរូសចេះតែនៅពេលដែលអាយុកាន់តែច្រើនទៅមើលឃើញសារៈសំខាន់និងតម្លៃរបស់ពួកគាត់សំណួរសួរថាតើប្តីចេញទៅធ្វើការដើម្បីណាគេចាហើយខ្ញុំចេញទៅធ្វើការដើម្បីអ្នកណាគេមិនដើម្បីប្តីមិនដើម្បីកូនមិនដើម្បីម្ដាយឪពុកចុះហេតុអីត្រឡប់មកវិញត្រូវឆ្លោះមួយពួកគាត់ត្រូវបងចាតើគោលបំណងដែលចង់បង្កើតគ្រួសារដែលមានសុភមង្គលស្រស់ស្រួលគ្នានិងមានស្នាមញញឹមចាpeace family ហ្នឹងណាគ្រួសារសន្តិភាពហ្នឹងណាចាខ្លួនឯងបានស្ថិតនៅក្នុងគោលដៅហ្នឹងនៅកំពុងតែដើរលើផ្លូវហ្នឹងហើយនៅយល់បងអញ្ចឹងពេលខ្លះក៏បងខ្លួនឯងក៏
hiện nghiện tí đài pe để hot đó nè cái phở à rõm á ọt phở cái đây là nhá có nghiện tí đài có mi à rõm ta ôi ní mình chỉ cô đau bao nhiêu này nhom trong bán khổ xa để miên sụp hẹm cô lấy đôi chân có phở đô luôn ai phở đô tập lập mà bình men pi tập 4 cứ bà bạ miên đây tha vô đầm lạy luôn ai tại ọt qua bi đầm lạy bộ quạt bà sân giả ơi đầm lạy cứ miên ca cổ rụp ôn thập cổ rụp khù cha chà cục khủ cha xong đấy vậy cho mỗi cru ba chá copy vậy mỗi mặt bà ấy thọp dạ dạ chẳng quát cứ chỉ cru đài tim mùi xong rạp dương chỉ cồn á môn pe đài tao hiện mỗi khủ cho ba chỉ hiện mỗi quát sẵn đấy mày dạ chẳng ôn thọp cục ti bạc xa ấy nếu pe đài ôn chọp keng hưởng ấy muối ôn tê xùa đập bay cái đo dựa bò mày nè ôn đăng ở tha xoa mấy rồi có phe để gì nó chỉ ti bật xa đại ọt bằng lối pin môi chỉ vật ọt ai có bật dương bản đó bây bọn ai đặt vía mau bây giờ cũng chẳng vía đặt man mỏng á si dùm rồi to tiết bong to tiết chả hay môi vanh tiệt mà nấu tanh tại trong ban kê đầm này bần sò nơi là dụประมาณ nămក្រោយ trong sò ấy dạ có bàn tay quạt ban từ bẩn sol về trộm sầm bát xem đài quạt ban mơ khơi côn quạt thôi ở côn ai cáo chẳng sầm rạp bón cho môi nâng xoa mây cứ trong sol côn đài lõ miền tầm nồi kho trớ miền chấm này vị trí ai chui trong trên tàu mình nụ đợt tới nâng sừng côn triệt đôi chân á ta bón cô thưa chỉ mà đài bài nè bắt đầu pe về lìa bài ná từ cán bộ quạt nếu chỉ kê mô rồi đọ muôi đai mình rồi lót rồi lìa so phi mà có tiếng ho pe để cô như đa tranh ta khéo cô như thưa hưởng ấy khó cho con mùi kê vậy pi mua này nè đài ở bục cô nè ní cô nè nu mày nó cho bà sân vậy cô như đa tơi che cờ rụp cha tôm chỉ mình đã chui sòng cung chui chen ta kinh vậy cho một giờ ngọt mà đại che bà đại côn ban lõ nè khnia ót khnia miên cô cái ta ót đấy tai khnia đi ôi mà tơi che cô đi miên đấy mày ở kề miên đấy nè tại cái che đặt luôn đấy nè chả chẳng ba mặt đáy ở bục bẩn tiệp luôn côn co bẩn tiệp luôn cứ chỉ ca che ở tỉ pol tới can bộ quạt nằng che ở tỉ pol tới can mà nụ đại nơi trung bình luôn đổi khnia okตัวบ้านบองกระไรนั่งจังแกงเลยดับหายผู้เมียร้องคืนคืนไออัดบานเถื่อต่างอ้อนั่งดักเหมือนจงวิงคลัวนะเถื่ออัดตอนขุกควันแม่ได้บานเถื่ออัดตอนขุกควันดับบองหายยมกระทายยมหนังตึกอับพิวาประทายตีนไอโอเคตลอดมาท็อปให้ยังติดไปยมจับร้องบองมาอย่างท่าเป็นปีเมาบ่มใบพักดำมังแผม crazy about work บองคือวัวมวยกางเงียบต่อมาปีเมาแผมลอยยบคือยืงจมูกนั่งเนี่ยขู่ซาจ๊อสมัครครูนไอสำหรับบองครูนไอปีเมาปมวยพลือดาวเมาปมใบมองบองเรียนหรือกับมองบองสมาธินั่งสมัครบองเมียนเปปีเมาหนึ่งให้บัสเซนเชียขนมเปนั่งออกคำล้างอ่ะก็อ้อยครูนไอเก่งดาวมองปนนังตืออัดประคำครูนไอถ้าอุ้ยยมถือแต่หัดปลาหนังใบสกปรกอ่ะจบบองเงือบหัวพองแต่หนังใบสกปรกครูนไอไอ้เก่งเลยแขนั่งก็เชียกามวยđể chuiสมัยครูนไอnèโอ้ไกลนั่งหล่อบองผู้ยิ่งจับร้อมท่าเนี่ยได้กอดฟื้นการเฉินนะกอดดาวเลยการเงยเปย์จ้ะกอดหนังเพลย์จ้ะท่าโอ้เอาแต่เด็กหัวเมาanh sẽ ấpครูนไอเนี่ยanh thư ngàyนั่งอัดไปยาวเตี้ยได้แล้วเบียมจังนะจังไกลนั่งยมจังไอ้บองแผลปีติในแต่เปย์บองใหญ่มือครูนไอใหญ่ทำหมดđể biểu tháo anh thử tại sao mẹ anh ăn thơ của ba này lại nữa sao mẹ bông toá bông chơi chơi cho mùi khuôn anh bài hoàng ngày cứ xăm tận này cho mùi khuôn anh thà khuôn anh thử cả ấy chai khuôn anh đôi miền mà sân scan mùi giống á X-ray khuôn anh nhá hay miền form mùi sao mẹ khuôn anh thưa tam còn bàn tay form nó thưa ở ba này pe nằng tại sao ấy ôn thọp lư bịa cái tha bẻ đốn phẹp tha ở đau từ mục tay cầm lắng phẹp tha ở chụp sầnตาครูนไอกับพงกับตัวประชังมือครูนไอหย่อนชอบบ้ากับหลังเตอร์รูดพองนั่งสำระเส้นเตอร์ประตอดำนาเตอร์เตี้ยเวียเลื่อนแต่เปอร์เซ็นต์อย่างครูนไอออดกำลังห้องดาวต่างออดกำลังนั่งวิยืดวิซีเปย์เลยหย่อน
make sense បង make sense ហើយមួយវិញទៀតក៏អរគុណប្តីដែរគាត់តែងតែចែកម្លែកថាបើអូនឯងចង់ទៅសមាធិអូនឯងប្រាប់បងទៅបងជួយមើលកូនឬក៏ take care កូនអញ្ចឹងបងខ្លួនឯងពេលខ្លះឆ្លៀតណាសមាធិក្នុងកន្ទប់ទឹកក៏មានដែរមិនបាច់ចាំរកកន្លែងណាស្អាតកន្លែងណាល្អធ្វើម៉េចឲ្យបងស៊ីជម្រៅមួយខ្លួនឯងអញ្ចឹងបងទៅ1ម៉ោងអញ្ចឹងទៅហើយឬក៏គាត់បបួលទៅកន្លែងណាមួយដែលស្ងប់ស្ងាត់អញ្ចឹងគាត់ឲ្យពេលមកបងចាអញ្ចឹងពេលខ្លះបងមានអារម្មណ៍ខ្លួនឯងអត់សប្បាយចិត្តចាបងអត់សប្បាយចិត្តទេអញ្ចឹងបងអាចនឹងនិយាយពាក្យមិនល្អទៅកាន់អ្នកណាម្នាក់ហើយតែប្រើពាក្យទាំងអស់ហ្នឹងវាមានបញ្ហាលាក់បាំងនៅពីក្រោយចាវាអត់មានផលប្រយោជន៍ទេដូច្នេះដើម្បីហាមឃាត់ខ្លួនឯងបានបងចូលខ្លួនឯងទៅកន្លែងមួយចាកន្លែងមួយដែលបងនិយាយជាមួយខ្លួនឯងថាតើបងកំពុងតែធ្វើអីបងធ្វើនឹងមានប្រយោជន៍អីបងកំពុងតែបំផ្លាញខ្លួនឯងបំផ្លាញក្រុមគ្រួសារបំផ្លាញ business អត់ហេតុអីបងត្រូវទៅធ្វើរឿងហ្នឹងអូខេនេះគឺចំពោះបងផ្ទាល់ចាហើយអ្វីដែលសំខាន់បំផុតបងអាណិតខ្លួនឯងមិនវិញបងទៅដាក់ការអាណិតខ្លួនឯងចាធ្វើការរហូតដល់8ម៉ោងឬក៏16ម៉ោងក្នុងមួយថ្ងៃហើយក៏ប៉ុន្តែរកពេលវេលាឲ្យខ្លួនឯង5នាទីនៅស្ងៀមស្ងាត់បិទភ្នែកដោយស្ងប់អត់បានណាចាកន្លែងហ្នឹងវាស៊ីជម្រៅហ្មងខ្ញុំស្ដាប់ទៅដូចចាក់ខ្ញុំនឹងធូរចាអានេះគឺបងផ្ទាល់ចាតែធ្វើយូរទៅធម្មតាចាយើងចេះហើយអូខេអញ្ចឹងបើស្ដាប់តាមបងនិយាយមកខ្ញុំស្ដាប់បានគឺនិយមន័យនៃការស្រឡាញ់ខ្លួនឯងមិនមែនយើងទៅធ្វើអីទៅទិញអីទេតែគឺជាការចរចាមួយខ្លួនឯងការសម្រាកខ្លួនឯងការផ្ដល់ឲ្យដែលខ្លួនឯងត្រូវការត្រូវរបស់ជាពិសេសរាងកាយយើងចាពេលខ្លះមនុស្សយើងយល់ច្រឡំច្រើនណាស់ដែលគាត់គិតថាការស្រឡាញ់ខ្លួនឯងអញត្រូវតែហឺហាអញត្រូវតែមាននេះអញត្រូវតែមាននោះអញត្រូវតែអូស្អាតដូចគេអញត្រូវធ្វើអញ្ចេះធ្វើអញ្ចោះតែតាមពិតទៅការស្រឡាញ់ខ្លួនឯងងាយត្រូវបងងាយបែបងាយគឺទទួលយកអ្វីដែលខ្លួនឯងមានឧទាហរណ៍អូនឯងចង់ស្គមចាតែស្គមនឹងបានអីមកវិញចាតែវាមានផលប្រយោជន៍លាក់បាំងអីនៅពីក្រោយនឹងអូដើម្បីតែស្អាតមកមុខមែនឬក៏ដើម្បីបែបណានឹងសម្រាប់បងផ្ទាល់ណាគឺឲ្យនិយមន័យខ្លួនឯងនឹងរស់មានតម្លៃអីសម្រាប់ខ្លួនឯងតែតម្លៃជារបស់ខ្លួនឯងនឹងគឺតម្លៃបែបណាស៊ីជម្រៅចូលជាស៊ីជម្រៅអូខេទុកការគិតខ្ញុំម្ដុំសិនសួរសំណួរបន្ទាប់ព្រោះពេលបើឯងនិយាយមកខ្ញុំកំពុងតែគិតច្រើនមែនតើរៀងចង់កៀងអូខេសំណួរបន្ទាប់ចង់សួរបងថាដូចបងអញ្ចឹងជានារីរឹងមាំខ្លាំងខ្លាមិនថាមិនខ្លាំងខ្លាមិនរឹងមាំក៏ដោយមនុស្សយើងតែតែមាន energy ពីរបើណាកម្លាំងធម៌ពលពីរមួយដែលគេហៅថា masculine energy បើណាកម្លាំងមនុស្សប្រុសហើយនឹងមួយទៀត feminine energy ជាកម្លាំងមនុស្សស្រីតើបងរក្សាតុល្យភាពយ៉ាងម៉េចនៅក្នុងខ្លួនបងដើម្បីឲ្យពីរហ្នឹងកុំឲ្យវាពេលខ្លះទៅខ្លាំងពេកពេលខ្លះទៅទន់ជ្រាយពេកឬក៏ញាក់ញក់ពេកអញ្ចឹងហ៎បងបើសម្រាប់បងធម្មពលពីរហ្នឹងវាពិតជាមានតម្លៃចាវាដូចជាមុខហើយនឹងសក់មុខសក់អូខេចាមុខវាជាការប្រឈមមុខចាសក់វាគឺជាការការពារពីកម្ដៅឬក៏ការប៉ះពាល់គឺកម្ដៅមានន័យថាវាក្ដៅឬក៏វាជក់អីមួយចាអញ្ចឹងបងចាត់ទុកធម្មពលហ្នឹងវាបែងចែកចេញជាពីរអញ្ចឹងសម្រាប់បងចាដូចជាឧទាហរណ៍ពីមុនហ្នឹងដែលបងនិយាយកាលពី5នាទីមុនថាបងទៅទុនភ្លុនជាមួយនឹងអ្វីដែលបងកំពុងតែជួបចាបងនិយាយពីរឿងនិទានមួយចុះណាចាមានពេលមួយបងថតជាវីដេអូចាបងសម័យមើលថាផ្ទះបងហ្នឹងណាចា sunset គឺស្អាតហ្មងនៅម៉ោង5ជាងគឺបន្លឺចេញមកស្អាតខ្លាំងណាចាអញ្ចឹងបង make up បងហៅជាងថតក្រុមការងារបងមកចាស្រាប់តែកំពុងតែធ្វើដាច់ភ្លើងកំពុងតែធ្វើសក់ដាច់ភ្លើងពេលនោះខ្លួនឯងក៏ទទួលបានថាអូយខ្ញុំធ្វើអត់បានដូចបំណងខ្ញុំទេហេតុអីបានមកដាច់ភ្លើងពេលហ្នឹងអូខេនៅពីក្រោយហេតុអីបានដាច់ភ្លើងសុកគេមិនមែនទៅផ្ដាច់ទេដោយសារមានការងារអីដែលត្រូវរៀបចំភ្លាម
ប្រព័ន្ធភ្លើងខាងគ្រប់គ្រងភ្លើងគាត់មានហេតុផលរបស់គាត់ណាចាទី2គោលបំណងបងខ្ញុំចង់ថតខ្ញុំត្រូវតែថតឲ្យបានហេតុអីខ្លួនខ្ញុំមិនទាន់ហើយទីហោណាស្រាប់មកសន្ទុះភ្លើងមកវិញអញ្ចឹងបងអត់ទាន់និយាយអីទេបងនិយាយមើលខ្លួនឯងសិនបងនិយាយខ្លួនឯងសួរហេតុសួរផលស្រាប់តែបងធ្វើខ្លួនឲ្យអស់ភ្លៀងរាវខេអត់ទេបដប់ខ្លាំងណាបងយ៉ាអូខេអញ្ចឹងវាគ្រាន់តែជារឿងនេះទៀនតូចមួយឯងក៏ប៉ុន្តែជីវិតយើងពិតជាអញ្ចឹងមែនវាអត់អីសមបំណងទេកុំទៅខឹងកុំទៅកំហកគឺទទួលយកទាំងពីរហ្នឹងធ្វើឲ្យវាស្មើគ្នាពេលនោះបងក៏ទទួលបានថាអូអត់បានថតទេចោលបាច់ស្លៀកពាក់អីតើបាច់ស្លៀកកូនស្រីបងមក support ម៉ាក់ធ្លាប់ទៅលេងសៀមរាបអត់ធ្លាប់ទៅលេងពេលភ្លៀងមួយកូនអត់ថាធ្លាប់កូនធ្លាប់ម៉ាក់ដឹងឯងសៀមរាបស្អាតដែរមែនអត់ចាស្អាតកូនអូម៉ាក់ទឹកធ្លាក់មកតំណក់លើប្រាសាទអង្គរវត្តស្អាតណាថាចាកូនស្អាតពេលនេះក៏ស្អាតដែរកូនស្រីបងយ៉ាវ៉ាវគាត់ថាម៉ាក់ទៅយកភាពស្រស់ស្អាតនៃភ្លៀងហ្នឹងទៅហើយម៉ាក់ទៅថតទៅអ្វីត្បិតតែម៉ាក់មិនអាចថតសាន់សែលបានតែម៉ាក់ត្រូវទៅធ្វើខ្លួនឯងជាមួយនឹងភ្លៀងពេលហ្នឹងបងសួរខ្លួនឯងខ្ញុំគឺរស់នៅជាមួយអនាគតជាមួយនឹង sunset ខ្ញុំចង់បាន sunset តែពេលនេះវាមិនមែន sunset ទេគឺខ្ញុំនៅជាមួយនឹងភ្លៀងចាអញ្ចឹងខ្ញុំត្រូវធ្វើម៉េចជាមួយមេឃភ្លៀងហ្នឹងចាអូខេអញ្ចឹងកូនបងក៏គាត់យកឆាត់មួយមកឲ្យប្តីបងយកអាវខ្មែរដែលបងត្រៀមស្លៀកមកចាបងថតក្រោមមេឃភ្លៀងហ្នឹងមានន័យថាបងទៅទទួលយករស់ជាមួយនឹងបច្ចុប្បន្នកាលវ៉ាវអូខេទទួលបានបងភ្លឺមកកម្រិតទៀតអ្នកសួរនេះដូចមិនមែនសួរឲ្យទស្សនិកជនសួរខ្លួនបាយស្ដាប់មកឃើញអញ្ចឹងហ្មងទៅអេបងនិយាយមកឃើញអញ្ចឹងហ្មងឃើញអត់វាថាបាយនិយាយមកវាចាក់ដោតខ្ញុំហ្មងស្ដាប់មកវាវ៉ាវស្ដាប់មកវាដូចខ្ញុំដែរអត់ព្រមរួននៅអាបច្ចុប្បន្នកាលដូចបងនិយាយអញ្ចឹងអត់ព្រមនៅហ្នឹងឯងគិតអាពងធ្វើនេះតែគិតអាមុខមួយទៀតឲ្យហើយដល់ពេលអញ្ចឹងវាហត់វាធ្វើឲ្យយើងហត់ណាអញ្ចឹងផ្ដោតទៅលើថាពាក្យមួយគេថាកម្លាំងមនុស្សប្រុសនោះដូចអញនិយមអញ្ចឹងចាអញនិយមចាដល់ពេលកម្លាំងមនុស្សស្រីមានក៏បានអត់ក៏បានមិនអីទេនឹងដូចអញ្ចឹងណាតែបើយកពីរនឹងបូកបញ្ចូលគ្នាល្អចាបើថាពេលណាដែលយើងត្រូវអាចខ្លាំងយើងជំនះទៅតែពេលណាយើងទុនបានយើងទុនចាពេលហ្នឹងអត់អាចជំនះបានក៏មិនអាចខាត់មេឃហាមកុំឲ្យភ្លៀងបានចាទៅបងទៅចង់សួរបងដូចបងអញ្ចឹងតើបងក្នុងទំនាក់ទំនងស្នេហាតើបងរក្សាទំនាក់ទំនងបែបមិនដែរវាមិនចឹងទេណាថាតើព្រោះអីបងខ្លាំងណាស់នឹងក្រៅទៅគេអញ្ចឹងដល់ពេលជួបគាត់បងនិយាយហើយថាបងទុនភ្លុនប៉ុន្តែតើទុនភ្លុនហ្នឹងក៏យើងត្រូវតែមានភាពរឹងមាំក្នុងហ្នឹងដែរតែអញ្ចឹងបងរក្សាអាភាពរឹងមាំនិងភាពទុនភ្លុនជាមួយគ្នាហ្នឹងរបៀបមិនដែរបងសម្រាប់ទំនាក់ទំនងគ្រួសារស្វាមីនិងភរិយាចាអត្តន័យសំខាន់ចាបងបែងចែកភាពរីកចម្រើនមុខរបរផ្សេងភាពរីកចម្រើនគ្រួសារផ្សេងចាសម្រាប់បងណាចាអញ្ចឹងសម្រាប់ការបែងចែកហ្នឹងគឺសៅរ៍អាទិត្យជាពេលវេលារបស់ពួកគាត់ចាអញ្ចឹងភាសាគ្នាចង់ទៅណាហើយបងមនុស្សចូលចិត្តដើរលេងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យបបួលគាត់ទៅនេះបបួលគាត់ទៅនោះហើយចូលចិត្តធ្វើម្ហូបឲ្យគាត់ញ៉ាំវ៉ាវបងឯង full option ឯហ្នឹងហ្មងមកស្ដាប់ទៅបងឯងដូចមកកំ play ហ្មងមកដូចឡានអញ្ចឹង full option ហ្មងអាចនិយាយបានថាបងបត់បែនណាចាហើយបងមនុស្សទាំងអស់អត់ full ទេក៏មានចំណុចខ្វះខាតដែរក៏ប៉ុន្តែទៅស្វែងយល់ឲ្យមនុស្សអត់ perfect ទេចាបើ perfect វាគាំងមកតំណឹងប្រោយខ្ញុំធ្វើឲ្យល្អបំផុតឧទាហរណ៍ថាកែវទឹកនេះបង្កើតមក design ប៉ុណ្ណឹងវានៅប៉ុណ្ណឹងវាអត់ update
វាដាក់ទឹកបានតែប៉ុណ្្នឹងណាបងដល់ពេលបងនិយាយអញ្ចឹងខ្ញុំឃើញអីផ្សេងទៀតហើយចាបងចាអញ្ចឹងសម្រាប់បងចូលចិត្តសួរបងចូលចិត្តសួរដើម្បីរក្សាទំនាក់ទំនងដូចត្រឡប់ទៅវិញកូនប្រុសចាកូនប្រុសកាលពីបងនៅក្មេងណាចាគឺជាបងរៀនចិញ្ចឹមកូនយកកូនមករៀនដោយសារអីម្ដាយទាំងអស់ចិញ្ចឹមកូនអត់មានអ្នកបរៀនទេត្រូវបងត្រូវអញ្ចឹងបងរៀនចិញ្ចឹមកូនពេលខ្លះក៏បងធ្លាប់វាយគាត់ខឹងណាចាអញ្ចឹងបងពេលបងវាយគាត់បងរៀនបានថាអូយវាយពិតជាឈឺខ្ញុំក៏ឈឺដែរចាហើយគាត់យំខ្ញុំក៏យំដែរចាគាត់ពិបាកខ្ញុំក៏ពិបាកដែរអញ្ចឹងបងក្តុកក្តួលចំណុចហ្នឹងទី2រៀនបញ្ជូនកូនទៅសាលាយកកូនទៅរៀនហ្នឹងក៏រៀនដែរតែកូនរៀនបានអីម៉ាក់ក៏រៀនបានហ្នឹងដែរទី3រៀនពីការញ៉ាំរបស់គាត់នឹងចំណង់ចំណូលចិត្តគាត់អញ្ចឹងមានពេលមួយបងទៅធ្វើការរហូតបាត់តំណែងមួយកូនចាអញ្ចឹងដោយសារ COVID ធ្វើឲ្យបងរៀនបានច្រើនជាមួយគាត់រហូតដល់ឥឡូវគឺគាត់បើកចំហមួយបង 100% ហើយបងអ្វីដែលបងរក្សាបានគឺបងចេះរក្សាការសម្ងាត់បើសិនជាកូនបងគាត់ប្រាប់បងថាម៉ាក់រឿងនេះកុំប្រាប់ប៉ាបងអត់ប្រាប់ទេតែបងទៅរកអត្តន័យបែបណាដើម្បីឲ្យចូលសងពាក្យហ្នឹងទៅលឺដល់តិចប៉ាកុំឲ្យប៉ាចេញពាក្យហ្នឹងទៅកាន់កូនអូខេបានថាបងបកប្រែពាក្យហ្នឹងបែបណាអញ្ចឹងណាហើយទី2តំណែងតំណងរក្សាតំណែងតំណងរវាងស្វាមីភរិយាពេលខ្លះចង់និយាយអីក៏អត់ទៅនិយាយទាំងដុលដែរចាអញ្ចឹងដើម្បីរក្សាតំណែងតំណងបានគឺលើកកម្ពស់មុខមាត់របស់គាត់មនុស្សទាំងអស់គឺត្រូវការគេហៅ lifestyle របស់ពួកគាត់ចាបើសិនជាបងទៅវាយបំបែក lifestyle គាត់បែកបាក់ហើយអូខេដើម្បីរក្សាតំណែងតំណងបានគឺទៅទទួលយក style របស់គាត់តែមិនងាប់កលាមិននៅមកកន្លែងហ្នឹងឯងបើមើលឃើញគាត់ខុសអីទៅរហូតនឹកថាធ្វើម៉េចនិយាយចូលជាមួយគាត់បានចាក់បញ្ចូលគាត់បានកុំឲ្យគាត់បិទនេះគឺជាអ្វីដែលបងមានហើយត្រឡប់ទៅវិញដែលបងនិយាយថាបងរៀនចំកូនចាពិតជាអរគុណកូនណាដែលធ្វើឲ្យបងហ្នឹងស្រឡាញ់កូនហើយចេះស្រឡាញ់ម្ដាយចេះស្រឡាញ់ប្តីបើអត់មានគាត់បងអត់ដឹងថាអាស្រឡាញ់អស់ពីបេះដូងនឹងបែបណាចានៅពេលដែលបងធ្វើម្ហូបបងមានអារម្មណ៍មួយមានចិត្តគំនិតមួយថាធ្វើឲ្យឆ្ងាញ់ដើម្បីឲ្យគាត់ញ៉ាំទៅឆ្ងាញ់ហើយមើលមាត់គាត់ឆ្ងាញ់អត់ពីដំបូងដែលបងអត់យល់បងធ្វើម្ហូបឬក៏អីចឹងឲ្យគាត់ញ៉ាំមួយម៉ាត់ចឹងណាហើយក្មេងចរិតបរទេសគាត់និយាយថាអរគុណអត់ចូលចិត្តអាហ្នឹងឯងម៉ាក់មិនបានចូលចិត្តម៉ាក់ខំធ្វើហើយឧទាហរណ៍អញ្ចឹងណាតែដល់ពេលទៅមើលឲ្យជ្រៅទៅគាត់បានឲ្យមុខមាត់បងគាត់ញ៉ាំគាត់ភ្លក់ហើយតែគាត់ពិតជាអត់ចូលចិត្តអាហ្នឹងមែនអញ្ចឹងបើកាលណាតំណាក់តំណងដោយការបង្ខំឲ្យទទួលស្គាល់បងឬបង្ខំឲ្យយកបងតំណាក់តំណងនោះអត់អាចរក្សាបានយូរវ៉ាវត្រូវបងអញ្ចឹងដើម្បីរក្សាតំណាក់តំណងឲ្យបានយូរជាការផ្ដល់ឲ្យបងមាន schedule មានពេលវេលាបងដឹងប្តីចូលចិត្តអីបងធ្វើម្ហូបនឹងកូនចូលចិត្តអីកូនប្រាប់មកកូនផ្ញើវីដេអូមកម៉ាក់ធ្វើហើយបងតែងតែមើលនៅក្នុងក្រុមគ្រួសារពីការងារផ្ទះខ្វះខាតអីគឺឲ្យខាងមេផ្ទះរៀបចំទៅឆែកទៅពិនិត្យទៅ strict មួយហ្នឹងណាត្រូវតែឈ្នះទាំងអស់ចាហើយបើសិនជាកន្លែងមួយបន្ទុកទៀបត្រូវកែសម្រួលភ្លាមមិនមែនទៅបជាគេឲ្យធ្វើម្ដងទៀតកន្លែងហ្នឹងទេទៅមើលខ្លួនឯងហេតុអីបានបន្ទុកកន្លែងហ្នឹងទៀតគួរតែចាប់ផ្ដើម start ពីណាទៅវិញដើម្បីឲ្យប្រសើរបានន័យថាបងគឺជៀសវាងរាល់ការស្ដីបន្ទោសហ្មងគឺអត់ត្រូវបន្ទោសគេទេយើងត្រូវមើលថាកន្លែងណាដែលយើងខុសយើងអាចកែសម្រួលវាបានវិញចាគឺជាការចង្អុលបង្ហាញចាស៊ីជំរឿចុះបងធ្វើទាំងអស់ហ្នឹងបងគិតថាហត់អត់ហត់ទេហេតុអីបានបងគិតថាអត់ហត់ព្រោះស្រឡាញ់ចឹងបានន័យថាឥទ្ធិពលនៃការស្រឡាញ់មួយគឺអាចឲ្យបងធ្វើបានគ្រប់យ៉ាងចា
ស៊ីជំរឿអូខេចឹងខ្ញុំចង់សួរបងបន្ទាប់ហ្នឹងគឺបងគិតយ៉ាងម៉េចដែរត្រឡប់មក topic យើងវិញណាមិញរៀងឆ្ងាយតិចចង់សួរបងថាអញ្ចឹងតើបងមានគំនិតឬក៏ជាបទពិសោធន៍ឬក៏យោបល់អីដែលបងអាចចែករំលែកបានអត់សម្រាប់បងស្រីៗដែលគាត់មើលងាយខ្លួនឯងគាត់នៅផ្ទះគាត់ជាស្ត្រីមានផ្ទះភាគច្រើនគាត់អត់មានរកចំណូលបានទេប៉ុន្តែគាត់នៅផ្ទះជួយចាត់ចែងកូនមើលថែប្តីមើលថែផ្ទះមើលថែម្ដាយក្មេកឪក្មេកហើយគាត់ភាគច្រើនតែតែបន្ទោសខ្លួនឯងមែនតើគាត់គិតថាខ្លួនឯងនឹងអត់មានប្រយោជន៍អីទេចង់ចេះរកលុយដូចគេដែរឃើញគេរកលុយបានបន្លយបងអាចជួយមានជាយោបល់បន្តិចបានទេសម្រាប់បងចាគឺគាត់ភ្លេចថាខ្លួនគាត់បានជ្រើសរើសចាមួយដ៏សំខាន់ចានៅពេលដែលគាត់ជ្រើសរើសការងារកន្លែងការងារគាត់រីចម្រើនក្រុមគ្រួសារគាត់នឹងធ្លាក់នៅពេលដែលគាត់ជ្រើសរើសមើលថែក្រុមគ្រួសារគាត់ច្បាស់ជាអត់បានទៅបំពេញការងារចាតែគាត់គឺជាស្ត្រីម្នាក់ដែលបានពលីពេលវេលាភាពជាខ្លួនឯងការចេញទៅមើលឃើញខាងក្រៅចាការតំណែងមិត្តភ័ក្តិភាពរីកចម្រើនតខ្លួនរបស់គាត់គ្រប់យ៉ាងគឺប្រគល់ឲ្យទៅក្រុមគ្រួសារមួយនឹងទាំងមូលចាទាំងអាហារញ៉ាំទាំងអីគ្រប់យ៉ាងចាអញ្ចឹងអរគុណខ្លួនឯងខ្លាំងបំផុតចាដែលបានបងតម្លៃនៃជីវិតរបស់ខ្លួនឯងទៅកាន់ប្តីជាទីស្រឡាញ់ធ្វើឲ្យប្តីរីកចម្រើនអញ្ចឹងសំណួរសួរថាតើប្តីរីកចម្រើនព្រោះអ្នកណាព្រោះមានភរិយាល្អមួយរូបដែលនៅផ្ទះមើលថែកូនមើលថែឪពុកម្ដាយធ្វើការងារផ្ទះយ៉ាងច្រើនទើបប្តីរបស់គាត់មិនមានការព្រួយបារម្ភនៅក្នុងចិត្តអាចបំពេញការងារ 100% បានត្រូវបងត្រូវទី2តើកូនរបស់គាត់រៀនបានប៉ាកែឬក៏កូនគាត់ប្រកបទៅដោយកលងធម៌ចេះប្រណិប័តចាស់ទុំឬក៏រៀនសូត្របានប៉ាកែព្រោះអ្នកណាមានម្ដាយម្នាក់ដែលតែងតែចាំមើលថែព្រានបដៅណែនាំទាំងពេលវេលាទៅកាន់កូនចាទី3មហូបផ្ទះគាត់ឆ្ងាញ់ដោយសារអ្នកណាត្រូវបងដោយសារតែគាត់ក្នុងនោះបានបង្កប់ឧជារសមួយដែលมันអាចទិញបានគឺក្តីស្រឡាញ់ចាអត់មានចុងភៅណាទៅធ្វើបានទេអត់មានមេផ្ទះណាដែលគេជួលមកធ្វើបានដូចគាត់ទេចាគឺគាត់បានស្ម័គ្រចិត្តហើយគាត់ជ្រើសរើសទៅធ្វើរឿងហ្នឹងដូច្នេះសូមលើកទឹកចិត្តពួកគាត់ថាក្រុមគ្រួសារនឹងមានបានប៉ុណ្ណឹងដោយសារគាត់រីកចម្រើនប៉ុណ្ណឹងដោយសារគាត់ផ្ទះស្អាតប៉ុណ្ណឹងក៏ដោយសារគាត់មូលហេតុដែលបងឆ្លើយបែបនេះនិយាយបែបនេះបងគឺជាស្ត្រីម្នាក់ដែលធ្វើការនៅតាមខេត្តប្តីបងធ្វើការក្រុមហ៊ុនផងនៅផ្ទះផងអញ្ចឹងមានពេលដែលបងទៅខេត្តឆ្ងាយអញ្ចឹងបងទៅ10ថ្ងៃអីមកវិញឬក៏15ថ្ងៃមកវិញហើយបងពិតជាអរគុណប្តីបងគឺបងអរគុណគាត់ខ្លាំងមែនតើណាគាត់ជាបរិសម្នាក់ដែលស្ម័គ្រចិត្តឲ្យបងទៅរីកចម្រើនចាហើយគាត់ឲ្យគាត់មើលថែកូនហើយធ្វើការក្រុមហ៊ុនផងហើយគាត់តែងតែថតរូបថតកូនឲ្យបងគ្រប់យ៉ាងអញ្ចឹងបងស្គាល់តម្លៃបងរបស់គាត់ធំអញ្ចឹងសំណួរសួរថាបងស្គាល់ចុះស្វាមីរបស់បងប្អូនទាំងអស់គ្នាស្គាល់អត់ស្វាមីរបស់ភរិយាគ្រប់រូបស្គាល់ពីតម្លៃស្ត្រីអត់គាត់ស្គាល់តែអាចនឹងគាត់អត់ចេះនិយាយអត់ចេះនិយាយពេលខ្លះគាត់មកពីធ្វើការគាត់ហត់ទៅគាត់និយាយអីបន្តិចតួចទៅធ្វើឲ្យស្ត្រីមានអារម្មណ៍ថាអត់សុបាយចិត្តអញ្ចឹងកុំអត់សុបាយចិត្តអីអត់មានអ្នកណាធ្វើបានដូចអ្នកទាំងអស់គ្នាទេហៅវងចាម្នាក់សិតតែពិសេសរៀងខ្លួនគាត់កើតមកមានអីដែលពិសេសរៀងខ្លួនហ្នឹងអញ្ចឹងកុំកប់វាជាមួយនឹងអាភិបមកសៅតិចតួចពីពិភពលោកខាងក្រៅខ្ញុំទទួលបានអានេះពិតជាអស្ចារ្យមែនអូខេអញ្ចឹងបងចង់បញ្ចប់នេះសម្រាប់ថ្ងៃ8មីនាយើងដែរចង់ឲ្យបងមានអីផ្ដាំផ្ញើទៅបងស្រីឬក៏ក្មេងៗដែលគាត់អត់មាន confidence នៅក្នុងខ្លួនគាត់គិតថាខ្លួនឯងអត់គ្រប់គ្រាន់ឬក៏គាត់ចេះតែទទួលបានរបៀបថាការរិះគន់ពីអ្នកដទៃធ្វើឲ្យគាត់ strong ដូចបងឲ្យមានឯករាជ្យភាពដូចបងបានសម្រាប់បងពាក្យដែលបងផ្ដាំផ្ញើកុំពុះខ្លួនឯងពុះខ្លួនឯងនៅក្នុងចំណុចណាមួយដែលការស្នើសុំពីអ្នកដទៃទៅមើលបើការស្នើសុំហ្នឹងធ្វើឲ្យខ្លួនឯងមានភាពរីកចម្រើនក៏ទទួលយកតែបើសិនជាការស្នើសុំហ្នឹងជាការប៊ូលីឬក៏ការ
តម្លាក់ស្តង់ដាររបស់ខ្លួនឯងចាសូមកុំទទួលយកហើយទៅមើលស្តង់ដាររបស់ខ្លួនឯងទៅធ្វើជា style របស់ខ្លួនឯងដ៏ពិតប្រាកដជាស្ត្រីដែលមានទំនួលខុសត្រូវចាជាស្ត្រីដែលមានឯករាជ្យភាពតែមិនប៉ះពាល់ផលប្រយោជន៍អ្នកដទៃជាស្ត្រីដែលរឹងមាំតែមិនរឹងរូសជាស្ត្រីដែលទន់ភ្លន់តែមិនទន់ខ្សោយប្រកាន់គោលការណ៍របស់ខ្លួនទៅធ្វើជាខ្លួនឯងដ៏ពិតប្រាកដអូខេអញ្ចឹងបើសម្រាប់ពីខ្ញុំវិញខ្ញុំមានតែពាក្យដដែលដែលខ្ញុំអាសានិយាយគឺចង់បានអីទៅធ្វើវាយកវាខ្លួនឯងមកសំខាន់មានតែពីរឯតើខ្លួនឯងធ្វើដើម្បីខ្លួនឯងមែនអត់ហើយនឹងទី2កុំឲ្យប៉ះពាល់ដល់អ្នកដទៃដូចបងនិយាយមិញអញ្ចឹងអេពីសូតយើងក៏មកដល់ទីបញ្ចប់ដែរហើយអរគុណបងច្រើនមែនតើថ្ងៃនេះសម្រាប់ពេលវេលាក៏ដូចជាដំបូងមានតម្លៃមិនមែនជ្រាបចូលតែត្រឹមក្នុងកាមេរ៉ាអ្នកស្ដាប់នេះកៀងមិញភ្លេចចំនួនដែរបងសួរចាអញជួយអីគេទៀតពងគិតដល់បងឯងនិយាយមកវាឆ្លងអារម្មណ៍ហើយអ្នកក្រោយកាមេរ៉ានេះកៀងអស់ហើយមិញអត់មានណាដឹងត្រូវស្កប់ត្រូវអីទេភ្លេចអស់ហើយអរគុណបងច្រើនមែនតើហើយជាចុងក្រោយក៏ខាងខ្ញុំមានកាដូតិចតួចជូនបងពីខាងសេគីបងនៅក្នុងនោះមានដូចជា cream collagen powder ហើយនិង apple cider apple cider ចាបងញ៉ាំហើយជួយទប់កាឡូសម្រក់ជាតិខ្លាញ់អាក្រក់ក៏ដូចជាកុំឲ្យឡើងជាតិស្ករក្នុងឈាមល្អបងអាចញ៉ាំមួយថ្ងៃ2គ្រាប់បានចាអរគុណបងបើអ្នកទាំងអស់គ្នាមើលវីដេអូនេះដល់នាទីនេះអ្នកទាំងអស់គ្នាពិតជាពេញចិត្តនិងចូលចិត្តវីដេអូនេះអញ្ចឹងកុំភ្លេចជួយ like subscribe ក៏ដូចជា share វីដេអូនេះដើម្បីឲ្យសំឡេងពួកយើងកាន់តែលឺនិងខ្លាំងជាងមុនអូខេអរគុណច្រើនបងហើយជាចុងក្រោយបើសិនជាបងស្រីដូចខ្ញុំមានកន្លែងណាខុសឆ្គងឬក៏មិនគប្បីកន្លែងណាសូមខន្តីអភ័យទោសដោយសារតែពួកយើងមានបំណងតែមួយគឺចែកម្លែកបទពិសោធន៍ល្អអរគុណអ្នកទាំងអស់គ្នាជំរាបលាបាយបាយមុខខ្មៅស្រអាប់មែនទេមានអារម្មណ៍ថាមុខមិនស្រស់ស្រាយមានភាពស្អិតមានភាពប្រតាក់ធ្វើឲ្យអារម្មណ៍មួម៉ៅពេលនេះអបអារម្មណ៍ហើយខ្ញុំសូមណែនាំអ្នកជាមួយនឹង collagen powder គឺជាប្រភេទម្សៅផាត់ដែលផ្សំឡើងពី collagen សុទ្ធ100%មិនត្រឹមតែធ្វើឲ្យមុខស្អាតភ្លាមនិងរលោងភ្លឺភ្លាមទេប៉ុន្តែក៏ជា skin care ដែលជាអាថ៌កំបាំងធ្វើឲ្យមុខយើងក្មេងជាងវ័យកាន់តែប្រើកាន់តែស្អាត